ពិធីហែចំនួនដែលខាងកូនប្រុសហែទៅជូនខាងស្រីគឺចង់បង្ហាញពីទឹកចិត្តដឹងគុណដល់ឪពុកម្ដាយខាងស្រីដែលបានចិញ្ចឹមកូនស្រីតាំងពីតូចរហូតដល់ធំពេញវ័យឡើងនិងរៀបចំឲ្យមានគូស្រករហើយក៏ចង់បង្ហាញពីសមត្ថភាពសម្បូរសប្បាយរបស់ខាងកូនកំលោះដែលអាចចិញ្ចឹមមើលថែការពារកូនស្រីទៅថ្ងៃអនាគតនេះហើយជាអត្ថន័យរបស់ពិធីហែចំនួននេះដែលខ្ញុំបានមើលពីឯកសារខ្លះហើយគ្រឿងរណ្ដាប់ក្នុងពិធីនេះមានដូចជានំចំណីនំសមលូស្លាបារីនិងផ្លែឈើជាច្រើនរហូតដល់36មុខហើយក្នុងចំណោមផ្លែឈើទាំងអស់នោះសុទ្ធតែមានអត្ថន័យជ្រាលជ្រៅផងដែរដូចជាផ្លែមៀនគឺតំណាងភាពមានបានផ្លែដូងតំណាងភាពស្មោះសរនិងអត្ថន័យជាច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់អស់ទេបាទគឺថាថ្ងៃនេះថ្ងៃជាវេលាល្អថ្ងៃជាវេលាបានធ្វើខ្ញុំបានមករងថែមទៀតដែរដែលទៅតែបកដាលខែផងនិយាយលេងទេបាទជាដំបងសូមជូនពរដល់កូនកំលោះកូនកំមុំជាគូស្នេហាថ្មីដើម្បីអបអរថ្ងៃដ៏ពិសេសនេះសូមឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពុះពេញដោយសេចក្តីស្រឡាញ់និងសុភមង្គលចេះស្រឡាញ់មើលថែគ្នាយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកប្រកបការងាររបស់ចិញ្ចឹមជីវិតសូមឲ្យមានលាភសំណាងរកស៊ីមានបានរីកចម្រើនជាលំដាប់និយាយពីកូនកំមុំវិញអារម្មណ៍ចំពោះគាត់គឺដូចនាងចំក់តូចថ្មីសោះតែថ្ងៃនេះគេធំពេញវ័យបានចូលរោងជ័យហើយអញ្ចឹងមិនដឹងថាពេលវេលាគឺដើរលឿនណាស់ដឹងតែដើរទៅមុខគ្មានសំណោះអាសូរអ្វីសោះឥឡូវងាកមកខាងកូនកំលោះកូនកំមុំយើងវិញឥឡូវនៅក្នុងរោងជ័យក្នុងពិធីកាត់សក់បង្កក់សិរីអត្ថន័យកម្មវិធីនេះគឺដើម្បីជូនពរជ័យដល់កូនកំលោះកូនក្រមុំយើងទាំងពីរដែលកាត់ដោយកន្ត្រៃមានកន្ត្រៃប្រាក់កញ្ចក់ទើបដែលទេវតានាំចុះមកពីឋានសួគ៌ដោយដែលបងប្អូនបានទស្សនាកម្មវិធីនេះកន្លងមកហើយអ្នកដែលនាំកន្ត្រៃមកគឺបានប្រកាសតាំងខ្លួនជាទេវតាហើយនាំកន្ត្រៃមានកន្ត្រៃប្រាក់យកមកកាត់កកេសាឲ្យកូនប្រុសកូនស្រីដោយមានការចូលរួមកាត់ពីលោកចៅមហាមេបាទាំងប្រុសទាំងស្រីព្រមទាំងបងប្អូនសាច់ញាតិជាមួយពាក្យជូនពរជ័យផ្សេងៗទៅដល់គូអាពាហ៍ពិពាហ៍ថ្មីនេះហើយការកាត់សក់នេះគឺមានអត្ថន័យកាត់ចម្រាស់នៅរឿងឧបទ្រពគ្រឿងសៅម៉ងចិត្តទាំងឡាយទាំងពួងតាំងពីនៅលីវហើយចាប់ដើមជីវិតថ្មីក្នុងភាពជាប្តីប្រពន្ធនិងមានអត្ថន័យច្រើនលើសពីនេះទៀតដែលខ្ញុំមិនបានរៀបរាប់អស់ទេហើយកម្មវិធីមួយទៀតកម្មវិធីដែលមើលទៅគួរឲ្យសំណោះជាងគេគឺកម្មវិធីសម្ប៉ះផ្ទឹមចងដៃហើយកម្មវិធីសម្ប៉ះផ្ទឹមចងដៃនេះគឺជាកម្មវិធីមួយដែលសំខាន់ជាស្នូលនៃកម្មវិធីមង្គលការទាំងមូលជាការប្រកាសខ្លួនជាប្តីប្រពន្ធពេញលេញខាងផ្នែកប្រពៃណីរបស់កូនកំលោះកូនក្រមុំដែលមានការចូលរួមសាទរធ្វើជាសាក្សីពីឪពុកម្ដាយទាំងសងខាងព្រមទាំងសាច់ញាតិជិតឆ្ងាយទាំងឡាយទាំងពួងក្រោយពិធីហែចំនួនចប់បានមកជួបជុំគ្នាដើម្បីស្រស់ស្រូបអាហារពេលព្រឹកហើយសម្រាប់អាហារពេលព្រឹករបស់យើងគឺមានបបរបាទមានបបរមានเลยនេះទឹកទឹកលែងដែរមើលគ្រាន់តែគ្នាសុំថត់ប៉ុណ្ណឹងក៏លូឲ្យគ្នាដែរអ្នកគ្រូស្អាតអង្គុយកៅអីតុកាញ៉ាំក្នុងរោងការទៀតណែនេះទើបគេហៅថាបបរតុកាពិតមិនដូចបបរតុកានៅទីក្រុងទេបបរតុកាបន្លំហើយគឺថាជួបជុំអស់ហើយសាច់ញាតិទាំងប្រមាណសន្តានមានទាំងសាច់ញាតិបានស្គាល់ហើយក៏មានទាំងសាច់ញាតិមិនស្គាល់ផងដែរទើបបានមានឱកាសណែនាំឲ្យបានស្គាល់តគ្នាអញ្ចឹងហើយបានថាយើងគួរអរគុណបុព្វបុរសយើងទៅដែលបានបង្កើតកម្មវិធីទំនៀមទម្លាប់ផ្សេងឡើងមកឲ្យយើងមានឱកាសជួបជុំគ្នាមិនអញ្ចឹងទេសាច់ញាតិត្រូវដាច់ឆ្ងាយអស់ហើយនេះគឺម៉ែខ្ញុំពាក់វ៉ែនតាអញ្ចឹងទៅចេញបែបជូតវិញហើយនេះគឺប្អូនស្រីរបស់ខ្ញុំឯម្ដាយរបស់កូនកំមុំគឺត្រូវជាបងស្រីខ្ញុំអញ្ចឹងកូនកំមុំត្រូវជាក្មួយរបស់ខ្ញុំសម្រាប់កម្មវិធីពេលយប់វិញគឺថាមានភ្ញៀវកិត្តិយសយ៉ាងច្រើនកកបានមកចូលរួម55តុគឺថាពេញបឹបតែម្ដងចំណែកខាងបងសិល្បៈតន្ត្រីវិញគឺថាទាំងអ្នកច្រៀងទាំងអ្នករាំគឺថាដាក់មកអស់ដៃហើយយប់នេះឯអ្នករាំយើងខាងក្រុមវិញក៏មិនអោយចាញ់បងតន្ត្រីដែរគឺថាដាក់មកឆ្ងាញ់ដៃដូចគ្នាសម្រាប់វីដេអូកំសាន្តនេះគឺមានតែប៉ុណ្ណឹងទេបាទអរគុណសម្រាប់ការទស្សនាជាចុងក្រោយសូមជូនពរដល់កូនកំលោះកូនក្រមុំព្រមទាំងសាច់ញាតិជិតឆ្ងាយទាំងអស់សូមឲ្យមានសំណាងល្អសុខសប្បាយ